ខ្ញុំមានម៉ូតូតែមួយគ្រឿងនេះឯងថៃយកដៃយកផ្ទះអស់ហើយខ្ញុំសល់ម៉ូតូមួយគ្រឿងនាំកូនមករោស៊ីបើយកម៉ូតូខ្ញុំទូខ្ញុំបានដូចជាទៅធ្វើការឥឡូវម្ចាស់ផ្ទះគេដាញ់ចោលទៀតចាស់ផ្ទះជួលគេអត់មានលុយឲ្យគេខ្ញុំកន្សត់ណាស់ខ្ញុំយំមួយថ្ងៃហើយបាយកំឃ្លានទិកំស្រេខ្ញុំអស់ម៉ូតូមួយគ្រឿងខ្ញុំមានឲ្យសង្ឃឹមទៀតសង្ឃឹមតែម៉ូតូមួយគ្រឿងនេះឯងជិះធ្វើការសុំបងអូនដែលយកម៉ូតូខ្ញុំទូបើបានលឺហើយក៏សុំយកម៉ូតូមកចែកខ្ញុំវិញផងខ្ញុំមានអីជិះទេខ្ញុំកន្សត់ណាស់រាល់ថ្ងៃខ្ញុំជួយចាប់ណាខ្ញុំដេកតាំងដៃដេកហៅទីភ្លេងតែពេលគេជម្លៀសជាបរិបទទៅវិញខ្ញុំដេញរស៊ីអីទេណាម៉ែនំកូនឡើងមកពេញមករកការងារធ្វើមានម៉ូតូតែមួយគ្រឿងឥឡូវគេយកទៀតអ្នកយកម៉ូតូនឹងឈ្មោះអីគេដែរឈ្មោះត្រាចាអាយុប្រហែលជាប្រហែលឆ្នាំអាយុ30ជាងចាទុកចិត្តគេយ៉ាងម៉េចខ្លះអីយ៉ាងម៉េចខ្លះជាងដល់ការដល់ឲ្យគេខ្ចីម៉ូតូដែលមកធ្វើការដំបងក៏ស្គាល់គ្នារៀងស្និទ្ធដែរមើលទៅចរិតគាត់វាស្រួលទៅមកដល់ថ្ងៃនេះឲ្យគាត់ខ្ចីមិននឹកស្មានគាត់ធ្វើអញ្ចឹងសោះហើយស្គាល់គ្នានឹងស្គាល់បានប្រហែលខែហើយ2ខែជាងហើយគាត់យកម៉ូតូទៅហ្នឹងគាត់ប្រាប់ថាខ្ចីយកខ្សែដៃទៅលក់មួយផ្លេតហើយខ្ញុំដេកចាំដល់ល្ងាចអត់ទាន់ឃើញយកម៉ូតូមកខ្ញុំចុចទៅទៀតទៅអត់បានទៀតជ្រុះវាតាណាក៏ឃើញតែសក់និយាយទៅក៏លុកលៀនដែរឃើញតែសក់ដែរបើនិយាយពីបន្ទប់ទឹកវិញណាគេអស់ហើយដោយសារតែខ្សែសក់ហ្នឹងប្រើអីក៏អត់ត្រូវដែរតែឥឡូវមកប្រើជាមួយនឹងឈុតសក់របស់ Yuvel តែមកអត់ទេឃើញសក់ខ្ញុំប្លែកហ្មងសក់ក៏អន់ជ្រុះសំខាន់ណាកូនសក់ដោះមកឡើងចងច្រាំងពេញក្បាលហ្មងឃើញសក់ខ្លួនឯងឡើងលោះឡងឡើងកុនហ្មងណាហើយជនសង្ស័យឈ្មោះត្រាដែលបានយកម៉ូតូទៅនឹងគាត់មានប្រពន្ធកូនឬក៏សាច់ញាតិដែលធ្វើការជាមួយនៅជាមួយគ្នានៅបងហ្នឹងឯងឈប់ធ្វើអស់ហើយបាទអញ្ចឹងពេលឈប់ធ្វើទៅស៊ីទាំងដាច់ទាំងម៉ូតូយើងទៅមួយទៀតបាទហើយឥឡូវហ្នឹងអត់មានអីជីទេអត់មានអីជីទេបងធ្វើការនៅណារាល់ថ្ងៃធ្វើជាមួយម្ដាយអ៊ំស្រីនេះឬក៏យ៉ាងម៉េចដែរអត់បានធ្វើជាមួយគាត់តែខ្ញុំធ្វើនៅគួរស្រូវដល់ពេលអ៊ំស្រីជីទៅធ្វើការណាម៉ៃក៏ជូនអ៊ំស្រីមកសិនបានទៅគួរស្រូវបាទហើយឥឡូវនេះអ៊ំស្រីបន្ទាប់ពីបាត់ម៉ូតូនេះទៅឥឡូវនេះបានអីទីពឹងជិះទៅមុខទៀតហើយឥឡូវនេះឮថាអ្នកដែលម្ចាស់ផ្ទះជួលនឹងដេញអ៊ំចាញ់ទៀតចាគេដេញខ្ញុំចាញ់ហើយដែលរលុយមិនបានបងថ្លៃផ្ទះជួលគេហើយអ៊ំរាល់ថ្ងៃស្នាក់នៅណាជាមួយកូននោះនឹងទល់មុខសន្តាគារបានតែជួលផ្ទះគេនោះឯងឥឡូវម្ចាស់ផ្ទះជួលគេដេញចាញ់ទៀតចាហើយចុះយប់នេះឥឡូវនេះទៅស្នាក់នៅឯណាសុំគិតនោះសិនសុំគាត់នៅសិនចាហើយក្នុងខ្លួននឹងឥឡូវនឹងមានលុយសម្រាប់បងផ្ទះជួលគេទេមានតែដាច់ទាំងបាយហូបទៀតដាច់ទាំងបាយហូបទៀតចាចុះឥឡូវនឹងអ៊ំបានភាសាបាយនៅទេចាដាច់បាយកាហាយទឹកហើយដើម្បីស្វែងរកម៉ូតូធ្វើម៉េចឲ្យបានជិះមកវិញអ៊ំនោះដាក់ពាក្យប្តឹងរួចហើយនៅបងដាក់រួចហើយបងដាក់នៅខណ្ឌដង្កោឬក៏នៅណាដែរសង្កាត់ណាដែរមិនសូវស្គាល់ដែរឬគេហៅថាគួរស្រូវគេហៅប៉ុស្តិ៍ប៉ូលីសស្ដីប៉ុស្តិ៍ប៉ូលីសកពឹសអត់ស្ដីព្រែកកពឹសព្រែកកពឹសចាចឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកកពឹសខណ្ឌដង្កោយើងទេចាហើយម៉ូតូអ៊ំនឹង022អ៊ំនោះចា022ម៉ូតូ022ផ្លាកលេខ9152 9152ភ្នំពេញឬក៏ខេត្តអត់ដល់មានជ័យ022ចាហើយចិត្តដាច់យកម៉ូតូអ៊ំស្រីដែរនោះហើយអ៊ំស្រីមានអីស្នើសុំដល់កម្លាំងសមត្ថកិច្ចទេខ្ញុំសុំស្នើដល់បងសមត្ថកិច្ចថាជួយស្វែងរកឲ្យខ្ញុំផងខ្ញុំមានអីជីធ្វើការទេម្ចាស់ផ្ទះគេដេញចាញ់មានលុយបងឲ្យគេឃើញហើយបងប្អូនប្រិយមិត្តជនបាទគាត់ឈឺចាប់ណាស់ម៉ូតូមានតែមួយគ្រឿងទេបាទហេតុតែស្គាល់គ្នានេះជាមួយកូនប្រុសរបស់គាត់នេះជនសង្ស័យនេះដែលធ្វើការជាមួយគ្នាទើបតែបាន2ខែជាងទេគាត់ទុកចិត្តទៅក៏ឲ្យខ្ចីទៅលក់ខ្សែដៃមួយផ្លែតស្រាប់តែមកដល់ថ្ងៃនេះគឺមិនទាន់យកម៉ូតូមកវិញទេមកដល់ថ្ងៃនេះគឺថ្ងៃទី13ខែសីហាឆ្នាំ2026នេះហើយគឺរយៈពេល3ទៅ4ថ្ងៃគឺអត់ទាន់ឃើញមានស្មៅមនុស្សមកទេបងប្អូនប្រិយមិត្តជនអញ្ចឹងផ្ដាំទៅជនសង្ស័យដែលឈ្មោះត្រាបាទរឿងដែលបោកទំនុកចិត្តគេខំទុកចិត្តបាទគាត់ទើបតែឡើងមកពីខេត្តពីអីបាទគាត់ចេញពីចៅឆ្លៀនពៀនសៀមបាទតែឆ្លៀនពៀនទឹកដីហ្នឹងដើម្បីមករកការងារធ្វើនៅឯភ្នំពេញមកដល់ភ្នំពេញធ្វើជាអ្នកហុចដៃឲ្យគេហេតុតែចង់រាប់ញាតិធ្វើម៉េចឲ្យបានស្គាល់គ្នាកន្លងមកក៏ធ្លាប់មានអីហូបអីនឹងជាមួយគ្នាក៏ធ្វើការឲ្យម៉ូតូខ្ចីជិះទៅលក់ខ្សែដៃបាទស្រាប់តែទៅបាត់រហូតតែម្ដងអញ្ចឹងស្នើសុំដល់កម្លាំងសមត្ថកិច្ចនៃប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃកពឹស
រួមជាមួយនឹងលោកអធិការបាទឈឹមស៊ីថាដែលជាអធិការរដ្ឋាភិបាលខណ្ឌដកោជួយមេត្តាស្រាវជ្រាវបាទបន្ទាប់ពីទទួលបានករណីខាងលើនេះហើយដើម្បីស្វែងរកជនសង្ស័យដើម្បីជួយរកយុត្តិធម៌ជូនអ៊ំស្រីខាងលើទាំងទឹកភ្នែកទឹកស្បោមឲ្យពួកខ្ញុំផ្សព្វផ្សាយដើម្បីផ្ដល់ដំណឹងនេះដល់កម្លាំងសមត្ថកិច្ចពួកខ្ញុំអត់មានសិទ្ធិអីចាប់ចងស្វែងរកអីជនសង្ស័យនោះទេបាទមានតែជាព័ត៌មានសម្រាប់ផ្សព្វផ្សាយទៅដើម្បីឲ្យដឹងដល់មន្ត្រីមូលដ្ឋាននិងមន្ត្រីសមត្ថកិច្ចដែលពាក់ព័ន្ធបាទប្រិយមិត្តជនបាទចឹងអាណិតគាត់ណាស់បាទទាំងពីរអ្នកម្ដាយនិងកូនទាំងទឹកភ្នែកទឹកស្បោមកហើយបាទបាត់ម៉ូតូហើយក៏ដេញចេញពីផ្ទះទៀតបងប្អូនប្រិយមិត្តជនបាទជាពិសេសផ្ដាំផ្ញើទៅជនសង្ស័យឈ្មោះត្រានឹងបើសិនជាបានឃើញព័ត៌មាននេះហើយយកម៉ូតូមកឲ្យម្ចាស់គេហើយធ្វើការសុំទោសម្ចាស់គេបើជាបន្ទាន់កុំឲ្យមានទោសមានទណ្ឌទៅលើខ្លួនឯងអរគុណប្រិយមិត្តតាមដានទស្សនាសម្រាប់យុទ្ធតាពុកម៉ាក់បងប្អូនមានបញ្ហាចុករយឆ្អឹងខ្នងគៀបសាច់ដុំលំពោះសាច់ដុំចុកកករយបាតជើងអញ្ចឹងបងប្អូនគ្នាបាទមានបញ្ហាឈឺកន្លែងណាបិទកន្លែងហ្នឹងជាមួយនឹងអៀកយិនសិនយ៉ាងធា